សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យទៅស្គាល់ទីកន្លែងមួយបាទដែលខ្ញុំពុំធ្លាប់បានទៅលេងសោះបាទអញ្ចឹងហើយខ្ញុំក៏បានថតរូបខ្លះៗទុកឲ្យនឹងចែកចាយឲ្យបងប្អូនបានស្គាល់ដែរអញ្ចឹងហ៎បងប្អូនបាទនេះគឺជាទីតាំងមួយគេហៅថាកំពង់ឃ្លៀងបងប្អូនអញ្ចឹងបើគិតពីទីកន្លែងនេះគឺជាប់នឹងមាត់ទន្លេសាបតែម្ដងដែលនៅរដូវវស្សាទឹកទន្លេតែងតែឡើងហេហូលិចហើយយើងឃើញថាបាទផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះបាទសង់ខ្ពស់អញ្ចឹងនៅតាមស្លាកស្នាមនៃការទឹកជន់លិចបាទមានរហូតដល់បាទកន្លែងខ្លះ2ម៉ែត្រជាង3ម៉ែត្រជាង4ម៉ែត្រជាងក៏មានដែរបងប្អូនអញ្ចឹងសម្រាប់កំពង់ឃ្លៀងនេះគឺជាទីតាំងមួយដែលប្លែកភ្នែកដែរបងប្អូនបាទខ្ញុំពុំទាន់ធ្លាប់ដែរបានទៅលេងទេជាលើកទី1ហើយដែលមានកម្មវិធីត្រូវទៅដល់អញ្ចឹងបានថតចែកបងប្អូនបានស្គាល់បាទអញ្ចឹងបើគិតពីទីតាំងវិញបងប្អូនចង់ទៅទេសនាឬក៏កំសាន្តលេងបងប្អូនអាចធ្វើដំណើរពីតាមផ្លូវជាតិលេខ6បាទពីកំពង់ធំនិងពីសៀមរាបបានដូចគ្នាបងប្អូនអញ្ចឹងមកដល់ផ្សារដំដែកឬក៏ហៅថាផ្សារផ្លូវបំបែកហ្នឹងបាទគឺបងប្អូនអាចបាទបត់បើពីកំពង់ធំបងប្អូនបាទមានផ្លូវបំបែកមួយទៅឆ្វេងគេហៅថាផ្លូវទៅកំពង់ឃ្លៀងដែលមានចម្ងាយប្រមាណជា8គីឡូម៉ែត្រណាបងប្អូនអញ្ចឹងសម្រាប់ភ្ញៀវទេសចរបាទបងប្អូនបាទមានទាំងជាតិនិងអន្តរជាតិបាទនេះសុទ្ធតែបរទេសបាទគាត់មកបាទជាទូកលេងបាទទៅលេងទន្លេសាបអីអញ្ចឹងជាដើមហើយមានបាទនៅតាមផ្លូវដែលគាត់ជិះទៅហ្នឹងគឺបាទមានបាទដើមឈើតូចធំជាពិសេសគឺបាទនៅនឹងតាមទឹកហ្នឹងគេហៅថារុក្ខជាតិទឹកបាទបងប្អូនយើងបានស្គាល់ទេបាទដើមអីគេបាទអញ្ចឹងតុកបាទឈ្មោះនេះបងប្អូនអាចទៅទេសនាបងប្អូនអាចបាទសួរគេនឹងប្រាប់ថាជាដើមអ្វីអញ្ចឹងណាបងប្អូនបាទអញ្ចឹងទីកន្លែងមួយនេះដែរបាទមានលក្ខណៈស្រដៀងគ្នាដូចកំពង់ភ្លុកដែរបងប្អូនកំពង់ភ្លុកនៅសៀមរាបហ្នឹងដែលយើងធ្វើដំណើរពីបាទខាងស្វាយធំហ្នឹងបាទគឺទៅដល់កំពង់ភ្លុកហ្នឹងគឺមានកន្លែងទេសនាកំសាន្តដូចគ្នាអញ្ចឹងសម្រាប់កំពង់ឃ្លៀងហ្នឹងគឺក៏ដូចគ្នាដែរបងប្អូនអញ្ចឹងបងប្អូនដែលពុំទាន់ធ្លាប់ទៅលេងអាចទៅលេងនៅទីនេះបានបើនិយាយពីទេសភាពបាទគឺល្អបាទសម្រាប់ខ្ញុំបានឃើញតែបន្តិចបន្តួចទេហើយក៏ថតចែកបងប្អូនបានស្គាល់អរគុណមានតែប៉ុណ្្នឹងជម្រាបលាបាយបាយ